បាទនឹងហើយនឹងអស់គ្នានេះគឺជាផ្លែឈើព្រៃម្យ៉ាងដែលគេហៅថាផ្លែលវាព្រៃបាទគឺប្រភេទដើមវាគឺដើមវឿបាទគឺនៅតាមតំបន់ស្រុកស្រែវាស្រែវាអីមានតបោកមានអីនឹងវានៅតាមតបោកស្រែបាទហើយនេះក៏ផ្លែវាបាទគឺដល់រដូវវាទុំហើយបងប្អូនបាទទុំល្អមែនទែនបងប្អូនមើលតែឃើញហើយគួរចង់ញ៉ាំដល់ហើយអានេះយើងញ៉ាំបានតែយើងញ៉ាំកើតបាទគឺផ្លែឈើព្រៃនេះយើងញ៉ាំបានបាទអត់អីទេនឹងហើយអ្នកនរគ្នាបានឃើញវីដេអូនេះហើយកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបាទអរគុណច្រើនហើយនឹងបងប្អូនមើលលេងទៅបាទគឺថតឲ្យមើលបាទនេះគឺជាផ្លែឈើព្រៃដែលមានតាមរដូវកាលវាបាទគឺរដូវនេះគឺជារដូវវាផ្លែហើយបងប្អូនបាទមួយឆ្នាំគឺវាផ្លែម្ដងពីរសជាតិវាវិញគឺផ្អែមស្រាលបាទគឺអត់សូវផ្អែមខ្លាំងប៉ុន្មានទេបាទគឺឆ្ងាញ់បាទក្អូបហើយផ្អែមឈ្ងុយហ្នឹងហើយគឺបងប្អូនឃើញអត់ឃើញល្អអត់កាផ្លែនឹងដល់ហើយបងប្អូនណាផ្លែមួយចំបិចដល់ហើយម្ដងដល់ទាស់អស់ទាស់ហើយផ្លែនឹងគឺផ្លែសម្រាប់ដើមហើយបងប្អូនមើលទេសភាពបាទស្រុកស្រែហើយឃើញហើយនេះផ្លែវាល្អមែនទែនហ្នឹងហើយបងប្អូនខ្លះគិតស្គាល់បងប្អូនខ្លះអត់ស្គាល់ទេណាហើយនៅខាងតែខាងខ្ញុំបានសម្បូរមែនទែនបាទខាងស្រុកខ្ញុំអីណាហើយស្រុកបងប្អូនមានអត់ហើយស្រុកបងប្អូនគេហៅផ្លែគេនេះខាងខ្ញុំគេហៅផ្លែលវាព្រៃលវាវឿអាលវាវឿយើងបាទគឺត្រួយវាក៏យើងហូបបានដែរបាទខេតត្រួយវាស្លឹកវានេះហើយនឹងមើលដើមវាបាទវានៅតាមដើមឈើបាទហើយវាវឿតោងតាមឈើតាមអីចឹងណាបងប្អូនហ្នឹងហើយមើលទេសភាពបាទអស់ទោះមែនគឺស្អាតមែនទែនហ្នឹងហើយអរគុណច្រើនបងប្អូនវីដេអូនឹងក៏មានតែប៉ុណ្ណឹងអរគុណ